យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡ িম্প ិកអាស៊ីហៅកាត់ថា OCA កម្ពុជាត្រូវបានសំណូមពរឲ្យផ្លាស់ប្តូរកាលបរិច្ឆេទធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ2029ទៅឆ្នាំ2031វិញនេះបើតាមប្រសាសន៍ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្នុងឱកាសដែលឯកឧត្តមបានដឹកនាំអត្តពលិកកម្ពុជាប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ2025នៅប្រទេសបារ៉ែនហើយជាពិសេសគឺខ្ញុំបាទសូមគោរពជម្រាបជូនថាប្រហែលថ្ងៃមុនពិធីរៀបចំការប្រកួតនេះគឺក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីគឺបានប្រជុំគណៈកម្មការក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីគឺបានសំណូមពរឲ្យកម្ពុជារបស់យើងលើកពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះឆ្នាំ2029ទៅឆ្នាំ2031វិញពីព្រោះចាប់ពីឆ្នាំ2029ទៅគឺគណៈក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីនឹងរៀបចំការប្រកួតកីឡាយុវជនអាស៊ី2ឆ្នាំម្ដងអញ្ចឹងនៅក្នុងឆ្នាំ2031គឺយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតហើយក៏ទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជារបស់យើងគឺបានអនុញ្ញាតឲ្យគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជានិងក្រសួងពាក់ព័ន្ធទាំងអស់បានធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2031ហើយនេះក៏ជាមោទនភាពថ្មីមួយទៀតដែរដែលកម្ពុជារបស់យើងត្រូវបានយកចិត្តទុកដាក់ហើយនឹងសហគមន៍អន្តរជាតិក៏ដូចជាថ្នាក់ដឹកនាំនៃចលនាកីឡាអូឡ িম্প ិកនៅក្នុងតំបន់អាស៊ីក៏ដូចជានៅក្នុងចលនាអូឡ িম্প ិកអន្តរជាតិគឺបានផ្ដល់សេចក្តីទុកចិត្តឡើងវិញឲ្យកម្ពុជាយើងបន្តការត្រៀមលក្ខណៈនឹងរៀបចំការប្រកួតកីឡាអាស៊ីយុវជនអាស៊ីនេះនៅឆ្នាំ2031ជាមួយគ្នានេះឯកឧត្តមក៏បានសង្កត់ធ្ងន់ថាកម្ពុជានឹងបដិញ្ញាចិត្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានល្អចំពោះការលើកកម្ពស់នូវកិត្តិយសនិងកិត្យានុភាពជាតិតាមរយៈកីឡាហើយក្នុងនាមប្រតិភូកីឡាកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី3ឆ្នាំ2025នៅប្រទេសបារ៉ែនគឺសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានជំរុញលើកទឹកចិត្តគាំទ្រដល់អត្តពលិកកម្ពុជា